ទូទៅមនុស្សម្នាក់អាចញ៉ាំវីតាមីនច្រើនបំផុតបានប៉ុន្មានមុខផ្សេងគ្នាបងខ្ញុំរងថ្ងៃញ៉ាំវីតាមីន E 400 IU ផ្លេកមាត់កន្លែងនេះថាជា Nicotinamide 500 មីលីក្រាមចុះ Hair Skin and Nail វីតាមីន C តើអាចមានផលប៉ះពាល់អីអត់បងការញ៉ាំវីតាមីនច្រើនមុខចូលគ្នាអត់មានជាបញ្ហាគឺនៅត្រង់កម្រិតរបស់វីតាមីនហើយនឹងសកម្មភាពជាន់គ្នារបស់វីតាមីននឹងអូនឯងសាកទៅមើលកំប៉ុង Hair Skin and Nail របស់អូនឯងនឹងមានវីតាមីន E និងវីតាមីន C នៅក្នុងនឹងអត់ហើយបើមានតើមានប្រមាណមីលីក្រាមប្រមាណ IU តើតើជាមួយនឹងកម្រិតសុវត្ថិភាពរបស់វីតាមីន E ដែលគេអនុញ្ញាតឲ្យយើងញ៉ាំប្រចាំថ្ងៃហ្នឹងគឺចន្លោះពី200 IU ទៅ400 IU ទទួលបានផលល្អនិងអត់មាន side effect ទេឬមួយក៏គុណវិបត្តិហ្នឹងគឺតិចបំផុតហើយបើយើងញ៉ាំលើសពី400 IU គឺមានការប្រៀបធៀបការសិក្សាហើយថាអ្នកដែលញ៉ាំលើសពី400 IU គឺមានភាគរយនៃការប្រឈមមុខនៅជាមួយនឹង risk mortality បានន័យថាអត្រានៃការស្លាប់ខ្ពស់ជាងអ្នកដែលគាត់អត់បានញ៉ាំហើយសម្រាប់វីតាមីន C កម្រិតសុវត្ថិភាពដែលយើងអាចញ៉ាំរៀងរាល់ថ្ងៃបានគឺចន្លោះពី250មីលីក្រាមទៅដល់600មីលីក្រាមហើយបើយើងទៅឡើងដល់1000មីលីក្រាម is okay ប៉ុន្តែវាអត់សូវមានអីខុសប្លែកពីយើងញ៉ាំ600មីលីក្រាមឬមួយក៏500មីលីក្រាមទេអញ្ចឹងមិនថាញ៉ាំវីតាមីនឬមួយក៏ញ៉ាំថ្នាំអីដែលយើងត្រូវគិតមុនគេគឺ safety efficacy ហើយនិង quality សុវត្ថិភាពប្រសិទ្ធភាពនិងគុណភាពហើយបើទាំងអស់គ្នាចង់ញ៉ាំវីតាមីន E និងវីតាមីន C ដើម្បីទទួលបានផលអត់ប្រឈមមុខជាមួយនឹង side effect ឬមួយយើងហៅថាគុណវិបត្តិទេគឺគួរតែញ៉ាំវីតាមីន E ចន្លោះពី200 IU ទៅ400 IU បូកជាមួយនឹងវីតាមីន C ចន្លោះពី250ទៅ600មីលីក្រាមញ៉ាំមួយថ្ងៃចន្លោះមួយថ្ងៃចាស្ដាប់អត់ច្រឡំទេញ៉ាំមួយថ្ងៃចន្លោះមួយថ្ងៃព្រោះមានការ study ច្រើនមែនទែនដែលគេលើកឡើងពីចំណុចនេះថាការដែលយើងញ៉ាំវីតាមីន2នេះបូកចូលគ្នាថ្ងៃចន្លោះមួយថ្ងៃគឺយើងទទួលបានផលល្អខ្លាំងមែនទែនអត់មាន side effect ណាមួយគួរឲ្យកត់សម្គាល់ទៀតហាទី2តកតងជាមួយសកម្មភាពជាន់គ្នារបស់វីតាមីននឹងការដែលយើងញ៉ាំរបៀបនឹងឬមួយក៏ញ៉ាំលើកម្រិតរបស់វីតាមីនទី1គឺវា interfere natural antioxidant មានន័យថាវាអាចទៅរំខានដល់ natural antioxidant អីជាធម្មជាតិនៅក្នុងខ្លួនយើងក៏មានការបង្កើតនៅ antioxidant ដែរហើយទី2វាអាចទៅរំខានដល់តុល្យភាពរវាងរ៉ាឌីកាសេរីជាមួយនឹង reproductive process ឬមួយក៏យើងហៅថាការកើតឡើងវិញរបស់កោសិកាជាធម្មជាតិកោសិកានៅក្នុងខ្លួនរបស់យើងគឺត្រូវការធ្វើ apoptosis ជា process មួយនៃការស្លាប់របស់កោសិកានិងការកើតឡើងវិញបើយើងញ៉ាំរបៀបហ្នឹង Nicotinamide ក៏ប្រឆាំងមួយ radical សេរី vitamin C ក៏ប្រឆាំងមួយ radical សេរី vitamin E ក៏ប្រឆាំងជាមួយ radical សេរីហើយនៅក្នុង hair skin and nail ទាំងអស់គ្នាហ្នឹងក៏អាចប្រឆាំងជាមួយនឹង radical សេរីទៀតអញ្ចឹងយើងយកមកគិតឡើងវិញចុះnatural antioxidant ដែលមាននៅក្នុងខ្លួនយើងហ្នឹងវាធ្វើការកន្លែងណាហើយតែយើងពិតជាត្រូវការ antioxidant ច្រើនកម្រិតហ្នឹងមែនហើយក៏មានការសិក្សាមួយចំនួនហ្នឹងគេបានលើកឡើងថាការដែលយើងញ៉ាំ antioxidant លើសកម្រិតហ្នឹងវានឹងឲ្យផលផ្ទុយបង្កើតបានទៅជា oxidative stress ហើយនិង damage ហើយសម្រាប់ដំណោះស្រាយកន្លែងនេះ Nicotinamide ហើយនិង hair skin and nail អូនគួរញ៉ាំរាល់ថ្ងៃ vitamin E និង vitamin C គួរតែញ៉ាំមួយថ្ងៃចន្លោះមួយថ្ងៃតាមរបៀបហ្នឹងយើងអាចទទួលបានផលប្រយោជន៍ដែលយើងចង់បានហើយនឹងអាចជៀសពី side effect របស់ vitamin អស់ហ្នឹង